សិនជាជីវិតរបស់ខ្ញុំជាលោកអគ្គនាយកតើជីវិតរបស់ខ្ញុំមានរសជាតិយ៉ាងណាទៅនោះការលំលុនហួសប្រមាណបានធ្វើឲ្យមនុស្សពោពេញដោយមហិច្ឆតានិងល្បិចកលស្រីងងកាប់ពិតគេមិនមែនជាកូនចៅដែលមកធ្វើការឯងទេគេគឺជាចៅហ្វាយរបស់ឯងលឿងគំនុំនៃការឈឺចាប់បានរៀលដាលខ្លាយជាការសងសឹកចិត្តដៅចង់ឲ្យតែលៀងចូលពុកម្ដងបានដល់ខ្លួនជួយបងស្នេហាត្រីកោណបានកើតចេញពីក្តីអាណិតនិងស្រឡាញ់បងស្អប់កូននោះទេអត់បងទទួលខុសត្រូវចាំមិនបាទបងមិនដឹងថាកូននេះជាកូនរបស់បងឬជាកូនណាបងនឹងសូមរងចាំទស្សនារឿងរសជាតិអ្នកមានចាប់ពីថ្ងៃទី21ខែធ្នូវេលាម៉ោង8យប់